បញ្ឈប់ការនិយាយពាក្យ5ឃ្លានេះអ្នកនឹងឃើញជីវិតរបស់អ្នកប្រែប្រួល180ដឺក្រេទី1ខ្ញុំមិនអាចធ្វើវាបានទេអ្វីដែលគួរនិយាយចំនួននោះគឺខ្ញុំមានសមត្ថភាពហើយខ្ញុំមិនអាចរកឃើញវិធីផ្សេងដែលល្អជាងនេះដើម្បីសម្រេចនៅវាបានទី2ខ្ញុំមិនល្អគ្រប់គ្រាន់នោះទេអ្វីដែលគួរនិយាយចំនួននោះគឺខ្ញុំល្អគ្រប់គ្រាន់ហើយខ្ញុំសមនឹងទទួលបានសុភមង្គលនិងភាពជោគជ័យបែបនេះទី3វាយឺតពេកហើយសម្រាប់ខ្ញុំអ្វីដែលគួរនិយាយចំនួននោះគឺពេលវេលារបស់ខ្ញុំគឺល្អឥតខ្ចោះហើយដំណើរការរបស់ខ្ញុំក៏កំពុងវិវត្តទៅរកគោលដៅនៅពេលវេលាដ៏ត្រឹមត្រូវមួយទី4អ្វីមិនដែលសម្រេចសម្រាប់ខ្ញុំនោះទេអ្វីដែលគួរនិយាយចំនួននោះគឺអ្វីកំពុងដំណើរការសម្រាប់ខ្ញុំទោះបីជាខ្ញុំមិនទាន់ឃើញវាក៏ដោយហើយវាគឺនៅតែកំពុងកើតឡើងទី5បើខ្ញុំធ្វើបែបនេះតើអ្នកដទៃនឹងនិយាយអ្វីពីខ្ញុំអ្វីដែលគួរនិយាយចំនួននោះគឺខ្ញុំរស់នៅដើម្បីសុភមង្គលខ្លួនឯងមិនមែនដើម្បីតែការនិយាយរបស់អ្នកដទៃនោះទេពាក្យសម្ដីរបស់អ្នកអាចបង្កើតអត្ថន័យនៃជីវិតបានដូច្នេះនៅពេលដែលអ្នកគិតឬនិយាយអវិជ្ជមានវាអាចនឹងទាក់ទាញពាក្យទាំងអស់នោះមកកាន់ជីវិតរបស់អ្នក